អូខេអ្នកនរគ្នាអញ្ចឹងសម្រាប់អឺការដែលយើងចង់ record screen នៅក្នុងlaptop គឺយើងមានវិធីងាយមែនទែនគឺយើងគ្រាន់តែចុចShift ផ្លុសជាមួយនឹងWindows ហើយនិងអក្សរ Alt គឺវានឹងចេញផ្ទាំងបែបនេះបន្ទាប់មកអ្នកនរគ្នាគ្រាន់តែយកគំនូរហ្នឹងគូសទៅអ្នកនរគ្នាចង់ short screen ពេញឬក៏កន្លែងណាដែលអ្នកនរគ្នាចង់ short screen គឺយើងអាចគូសតាមតម្រូវការរបស់យើងបាន Yes អញ្ចឹងឧទាហរណ៍នេះគឺខ្ញុំចាក់បទចម្រៀងដើម្បីឲ្យបងប្អូនថានេះគឺខ្ញុំ record នៅក្នុង laptop ឬក្របចុងឲ្យអចំបាយមិនខ្លាចទេដើរលំបែអញ្ចឹងបន្តមកទៀតគឺយើងអាចបិទវាបានសម្រាប់នេះគឺយើងអាចstop record ហើយសម្រាប់នេះគឺយើងpush វាបាទអញ្ចឹងគឺខ្ញុំអត់ចង់នេះគឺខ្ញុំ stop វា